ក្មេងប្រុសនិងត្រីមាសរឿងនិទានខ្មែរមានពេលមួយនៅភូមិតូចមួយក្បែរមាត់ទន្លេមានក្មេងប្រុសកំសត់ម្នាក់ឈ្មោះតារាជារៀងរាល់ថ្ងៃតារាបានទៅស្ទូចត្រីដើម្បីយកមកបរិភោគធ្វើជាអាហារឲ្យជីដូនរបស់គាត់ពិសាគាត់បានប្រើដំបងឫស្សីស្ទូចហើយតែងតែសង្ឃឹមថានឹងបានត្រីសំណាងព្រឹកមួយតារាអង្គុយក្បែរមាត់ទន្លេក្រោមដើមឈើធំមួយគាត់បានបោះសន្ទូចរបស់គាត់ហើយរង់ចាំរំពេចនោះឈឹកគាត់មានអារម្មណ៍ថាមានអ្វីម្យ៉ាងដែលទាញដំបងយ៉ាងខ្លាំងគាត់ក៏លើកវាឡើងហើយភ្ញាក់ផ្អើលនោះមានត្រីមាសចាំងមួយក្បាលត្រីនិយាយទេសូមកុំញ៉ាំខ្ញុំអីតារាក៏វានិយាយដោយសុភាពបើអ្នកអនុញ្ញាតឲ្យខ្ញុំទៅខ្ញុំនឹងផ្ដល់រង្វាន់ដល់អ្នកតារាភ្ញាក់ផ្អើលប៉ុន្តែគាត់មិនមែនជាក្មេងលោភលន់ទេគាត់ដាក់ត្រីមាសចូលទៅក្នុងទឹកវិញដោយថ្នមទៅចុះត្រីតូចនៅព្រឹកបន្ទាប់តារាភ្ញាក់ពីដំណេកគាត់បានឃើញអ្វីចម្លែកខ្ទមដែលបាក់បែករបស់គាត់បានប្រែទៅជាផ្ទះឈើតូចមួយប៉ុន្តែស្រស់ស្អាតសួនរបស់គាត់ពោពេញដោយបន្លែនិងផ្លែឈើមានសូម្បីតែស្រះមួយដែលមានទឹកស្អាតនិងផ្កាលីលីមាសចាប់ពីថ្ងៃនោះមកតារានិងលោកយាយរស់នៅយ៉ាងមានសុភមង្គលគាត់មិនដែលឃើញត្រីមាសម្ដងទៀតទេប៉ុន្តែគាត់តែងតែចងចាំជានិច្ចថាសេចក្តីសប្បុរសនាំមកនូវសេចក្តីសុខនិងសុភមង្គលដល់យើង